ធ្វើមានណាម្នាក់តែមិនភ័យទេប៉ុន្តែយើងត្រូវចេះគ្រប់គ្រងភាពភ័យខ្លាចរបស់យើងយើងមិនអាចហាមចិត្តរបស់យើងមិនឲ្យទៅស្រឡាញ់គេបានទេតែយើងអាចហាមខ្លួនឯងមកឲ្យស្រឡាញ់គេបានតើពីសមត្ថភាពរបស់ខ្លួនឯងចឹងខ្ញុំសាកចូលក្នុងកម្មវិធីហ្នឹងគឺខ្ញុំអាសាឃើញបងដែលរៀននៅក្នុងវិទ្យាល័យហ្នឹងគឺគាត់ប្រកួតប្រជែងហើយខ្ញុំទីមុនខ្ញុំទទួលស្គាល់ថាខ្ញុំធ្លាប់គិតបែបហ្នឹងប៉ុន្តែឥឡូវនេះគឺខ្ញុំបានផ្លាស់ប្ដូរការគិតរបស់ខ្ញុំហើយទីមួយហ្នឹងគឺការជឿជាក់លើខ្លួនឯងពីព្រោះយើងដឹងហើយថានៅពេលដែលយើងអត់ចូលក្នុងកម្មវីដេអូមួយនេះត្រូវបានផ្ដល់ទីតាំងសម្រាប់ថតដោយជូកកាហ្វេដូច្នេះសម្រាប់បងប្អូនដែលស្ថិតនៅក្នុងស្រុកស្វាយជ្រុំហើយបងប្អូនមានបំណងចង់រកកន្លែងណាមួយសម្រាប់ញ៉ាំកាហ្វេហើយជាកន្លែងដែលមានបរិយាកាសល្អខ្ញុំគិតថាបងប្អូនគួរតែមកសាកកាហ្វេនៅជូកកាហ្វេដែលស្ថិតនៅក្នុងស្រុកស្វាយជ្រុំហើយមានទីតាំងនៅក្បែរខ្លោងទ្វារវត្តស្វាយជ្រុំតែម្ដងអរគុណតោះទស្សនាវីដេអូទាំងអស់គ្នាអូខេជំរាបសួរទៅកាន់បងប្អូនទាំងគ្នាស្វាគមន៍មកកាន់គីតា podcast ហើយហ្នឹងគេធ្វើរឿងផ្សេងទៀតដែលវាមិនជាប្រយោជន៍សម្រាប់ខ្លួនឯងសម្រាប់មូលហេតុដែលជំរុញខ្ញុំក្នុងចូលក្នុងការប្រកួតហ្នឹងទី1ការដែលសិស្សថ្មីចូលក្នុងសាលាហ្នឹងពីព្រោះនៅក្នុងសាលាដទៃទៀតខ្ញុំនៅសាលាផ្សេងហ្នឹងគឺអត់មានកម្មវិធីអញ្ចឹងទេអញ្ចឹងខ្ញុំមកដល់ហ្នឹងគឺខ្ញុំប្លែកសម្រាប់ខ្លួនឯងថាអញ្ចឹងអាហ្នឹងគឺជាគោលចម្បងទី1ដែលខ្ញុំចង់ថាតើកម្មវិធីនិយាយជាសាធារណៈហ្នឹងអីគេទៅអញ្ចឹងកម្មវិធីហ្នឹងគេតម្រូវសិស្សានុសិស្សដើម្បីបញ្ចេញសមត្ថភាពអញ្ចឹងខ្ញុំគិតថាខ្ញុំចង់ដឹងពីសមត្ថភាពរបស់ខ្លួនឯងអញ្ចឹងខ្ញុំសាកចូលក្នុងកម្មវិធីហ្នឹងគឺជាគោលចម្បងក្នុងការដែលជំរុញឲ្យខ្ញុំទៅចូលក្នុងកម្មវិធីប្រកួតហ្នឹងហើយទី2នោះទី2នោះគឺខ្ញុំចង់ដឹងថាសមត្ថភាពរបស់ខ្ញុំគឺអាចចូលក្នុងកម្មវិធីនឹងបានអត់ហើយចង់ដឹងថាសមត្ថភាពរបស់ខ្ញុំគឺនៅកម្រិតប៉ុណ្ណាអញ្ចឹងពេលដែលខ្ញុំចូលទៅគឺខ្ញុំអាចដឹងពិតមែនបើសិនសម្រាប់ខ្ញុំវិញគឺអត់មានអីច្រើនទេបងដោយសារតែការខ្ញុំនៅសាលាការខ្ញុំថ្នាក់ទី6ហ្នឹងគឺខ្ញុំអាសាឃើញបងដែលរៀននៅក្នុងវិទ្យាល័យហ្នឹងគឺគាត់គូតចែងហើយក៏បានទទួលជាជលិភីទទួលបានជាសម្ភារៈសិក្សាពិសេសបងប្រុសរបស់ខ្ញុំជាមួយនឹងបងឯងតដោយសារតែខ្ញុំឃើញបងឯងប្រកួតទៅបានហើយក៏មានពេលដែលយើងប្រកួតហើយក៏មានគេឈ្មោះល្បីហើយថែមទាំងបានបទពិសោធន៍ច្រើនទៀតអញ្ចឹងហើយដល់ពេលខ្ញុំឃើញបែបហ្នឹងខ្ញុំក៏ចង់សាកល្បងដែរហើយណាមួយក៏ចង់ដឹងពីសមត្ថភាពខ្លួនឯងថាខ្ញុំអាចនិយាយដូចបងបានដែរអត់អញ្ចឹងកន្លែងនេះកន្លែងដែលសាមបន្តិចចាប់ដើមពីទីណាទៅវិញចាស់ស្របពេលដែលណែបានចូលរួមកម្មវិធីបែបហ្នឹងធ្លាប់ត្រូវបានមិត្តភ័ក្ដិនិយាយថាមិត្តភ័ក្ដិតិទៀនឬក៏រីគុណដោយវិធីណាមួយនៅពេលដែលយើងបានចូលរួមអញ្ចឹងគេថាចូលចេះចូលអីចឹងយើងបានចូលរួមបាយសមត្ថភាពជាពិសេសដូចជា public speaking និយាយសាធារណៈដូចយើងដឹងស្រាប់ហើយយើងឡើងទៅសម្ដែងយើងឡើងទៅនិយាយនឹងមនុស្សជាច្រើនអញ្ចឹងនៅពេលដែលពួកគាត់ឃើញយើងតើពួកគាត់ធ្លាប់និយាយទីទៀនយើងក្នុងផ្លូវណាមួយធ្លាប់សម្រាប់មិត្តភ័ក្ដិរបស់ខ្ញុំឬក៏សិស្ស
អាពាក្យដែល comment ទៀតហ្នឹងគឺច្រើនមែនទេក៏ប៉ុន្តែចេះដើម្បីកុំឲ្យបែរឆ្ងាយបងសួរចេះនៅពេលដែលយើងទៅប្រកួតដំបូងបងជឿថាការចូលរួមដំបូងវាមិនល្អឥតខ្ចោះទេប្រកាសណាប្រកាសជាសុទ្ធប្រកាសណាប្រកាសជានៅពេលដែលយើងឡើងទៅបកស្រាយប្រកាសជារដាក់រដប់ឬក៏មានតែកំហុសណាមួយកើតឡើងនៅពេលដែលយើងទទួលបែបហ្នឹងហើយយើងធ្លាក់បរាជ័យអត់ទទួលបានជោគជ័យតើអ្នកធ្លាប់បាក់ទឹកចិត្តហើយចង់បោះបង់ការប្រកួតនឹងឈប់ចូលរួមអីទាំងអស់អីអត់ សម្រាប់ខ្ញុំមិនដែរគិតចឹងទេដូចដែលខ្ញុំបានរៀបរាប់ខាងដើមអញ្ចឹងតេតងខ្ញុំសូមលើកតេតងនឹងកម្មវិធីដែលខ្ញុំចូលរួមប្រកួតតេតងកម្មវិធីប្រកួតអំណានកាលពីទី5ថ្នាក់ទី7ហ្នឹងខ្ញុំបានចូលរួមកម្មវិធីប្រកួតអំណានប៉ុន្តែខ្ញុំមិនទទួលបានបរាជ័យទេទទួលបានជោគជ័យទេប៉ុន្តែមកថ្នាក់ទី8ហ្នឹងខ្ញុំក៏គិតថាទី8ហ្នឹងខ្ញុំត្រូវតែចូលរួមកម្មវិធីហ្នឹងទៀតប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាទោះបីជាអ្នកទាំងអស់គ្នាជោគជ័យលើកទី1ដែរតែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថានៅពេលដែលអ្នកទាំងអស់គ្នាចូលរួមក្នុងកម្មវិធីដំបូងគេអ្នកទាំងអស់គ្នាគួរតែត្រូវតែបរាជ័យម្ដងទៅពីព្រោះភាពបរាជ័យនឹងហើយដែលជំរុញអ្នកទាំងអស់គ្នាទៅរកភាពជោគជ័យបានពីព្រោះនៅពេលដែលអ្នកទាំងអស់គ្នាបរាជ័យយើងនឹងដឹងថាចំណុចខ្វះខាតរបស់យើងកន្លែងណាខ្លះដែលនាំឲ្យយើងនឹងបរាជ័យអញ្ចឹងយើងអាចរៀនសូត្រពីបទពិសោធន៍ដែលយើងមានពីដំបូងហ្នឹងយកទៅអភិវឌ្ឍបន្ថែមទៀតនោះយើងនឹងបរាជ័យដោយដែរនៅក្នុងឆ្នាំហ្នឹងអញ្ចឹងតេតងនឹងខ្ញុំផ្ទាល់ទី7ខ្ញុំមកទទួលបានជោគជ័យឯប៉ុន្តែមកហាក់ទី8នេះតេតងនឹងកម្មវិធីប្រកួតអំណាចហ្នឹងគឺខ្ញុំទទួលបានភាពជោគជ័យវិញដោយសារតែកត្តាមុនដំបូងហ្នឹងដោយសារតែខ្ញុំបានរៀនពីបទពិសោធន៍ពីភាពបរាជ័យរបស់ខ្ញុំកាលពីថ្នាក់ទី7ហ្នឹងបើសម្រាប់ខ្ញុំវិញគឺខ្ញុំធ្លាប់បងដោយសារតការទី7ហ្នឹងប្រកួតអំណានខ្ញុំក៏អត់បានជោគជ័យដែរហើយកាលហ្នឹងខ្ញុំដំបូងឲ្យថ្មីថ្មោងខ្លាំងមែនតើអញ្ចឹងហើយទៅនៅពេលដែលខ្ញុំឆ្លៀសហើយគឺខ្ញុំយើងអាចយើងឈានបន្តទៅមុខបានក្នុងនោះមានក្រុមគ្រួសារក្នុងនោះមានមិត្តភ័ក្តិក្នុងនោះមានគ្រូបង្រៀនដែលជាអ្នកលើកទឹកចិត្តហើយចាំនៅពីក្រោយយើងរហូតហើយដោយសម្រាប់បងផ្ទាល់បងតែនិយាយប្រាប់បងថាបងមានមនុស្សម្នាក់ដែលគាត់តែងតែប្រាប់បងតែងតែលើកទឹកចិត្តនៅពេលដែលបងជួបបញ្ហាលំបាកហ្នឹងហើយវាជំរុញឲ្យយើងធ្វើបន្តទៀតទោះបីយើងជួបសារភាពលំបាកបែបណាក៏ដោយយើងនៅតែបន្តជំរុញទៅទៀតអ្វីដែលបងចង់ដឹងបន្ទាប់គឺតាក់ទងទៅនឹងការផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងហ៊ានផ្លាស់ប្ដូរអញ្ចឹងតើផ្នត់គំនិតរបស់អ្នកបន្ទាប់ពីអ្នកបានចូលរួមការងារទាំងអស់នឹងហើយការប្រកួតប្រជែងទាំងអស់នឹងហើយតើអ្វីទៅដែលជំរុញផ្លាស់ប្ដូរតើផ្នត់គំនិតណៃពីមុនមិនយើងផ្នត់គំនិតផ្សេងតើនៅពេលដែលយើងបានចូលរួមប្រកួតហើយតើផ្នត់គំនិតយើងបានប្រែប្រួលបែបណាខ្លះទៅគិតវិជ្ជមានបែបណាខ្លះអូខេចាបងតេតងនឹងការផ្លាស់ប្ដូររបស់ខ្ញុំបន្ទាប់ពីចូលរួមក្នុងកម្មវិធីឬក៏គំនិតនៃការគិតរបស់យើងហ្នឹងទី1ហ្នឹងគឺការជឿជាក់លើខ្លួនឯងពីព្រោះយើងដឹងហើយថានៅពេលដែលយើងអត់ចូលរួមកម្មវិធីហ្នឹងគឺមកពីកត្តាយើងអត់ជឿលើខ្លួនឯងថាយើងអត់អាចធ្វើនឹងបានទេគឺយើងគិតថាការងារហ្នឹងយ៉ាប់យើងអត់អាចធ្វើបានទេប៉ុន្តែសម្រាប់ការគិតរបស់ខ្ញុំពីមុនខ្ញុំទទួលស្គាល់ថាខ្ញុំធ្លាប់គិតបែបហ្នឹងពិតមែនប៉ុន្តែឥឡូវនេះគឺខ្ញុំបានផ្លាស់ប្ដូរការគិតរបស់ខ្ញុំហើយខ្ញុំគិតថាគេអាចធ្វើបានយើងក៏អាចធ្វើបានដែរគឺស្ថិតនៅលើយើងខ្លួនឯងការខិតខំប្រឹងប្រែងរបស់យើងមិនមែនបានត្រឹមតែនិយាយថាធ្វើបានទេប៉ុន្តែសំខាន់គឺទង្វើនៃការអនុវត្តរបស់យើងការធ្វើអាហ្នឹងតើយើងបានខិតខំប្រឹងប្រែងអត់អញ្ចឹងហ្នឹងគឺយើងត្រូវជឿជាក់លើខ្លួនឯងដែរត្រូវធ្វើអ្វីមួយត្រូវមានទំនុកចិត្តលើខ្លួនឯងដាក់គោលដៅក្នុងការធ្វើការងារហ្នឹងឲ្យបានល្អបំផុតតាមដែលអាចធ្វើបានអូនឯងធ្លាប់មានអារម្មណ៍ថានៅពេលដែលយើងបានចូលរួមប្រកួតប្រជែងហើយយើងរៀងចាស់ទុំជាងមុននេះធ្លាប់ខ្ញុំគិតថាពេលយើង
ធ្លាប់ចាស់ទុំហ្នឹងមានថាពេលដែលយើងចូលបើសិនជាយើងជោគជ័យទៅហ្នឹងយើងបត់បែនទៅតាមកលៈទេសៈហ្នឹងអញ្ចឹងយើងអាចនឹងផ្លាស់ប្ដូរអត្តចរិតបានច្រើនដែរ សម្រាប់នីតាវិញ បើសម្រាប់ខ្ញុំវិញគឺការហេតុបញ្ញាចិត្តដោយសារតែយើងដឹងហើយច្រើនហើយក៏មានសិស្សនៅទីនេះចង់សិស្សនៅនេះចង់បដូរទៅរៀនគូព្រេងច្រើនឆ្លៀតក្នុងឱកាសនេះដែរដើម្បីដឹងគុណដល់វិទ្យាល័យគូព្រេងដែលជាវិទ្យាល័យមួយដែលបានបន្តបណ្ដាលបង្រៀនឲ្យបងបានមានចំណេះដឹងបានឈានឆ្ពោះពីចំណុចមួយទៅចំណុចមួយបងចង់ឲ្យអូនឯងចែករំលែកបន្តិចទៅអានឹងអាចថាចូលក្នុងប្រធានបទយើងដែរពីព្រោះវាការហ៊ានផ្លាស់ប្ដូរអញ្ចឹងអាចចែករំលែកទៅដល់សិស្សសានុសិស្សផ្សេងចំណេះដឹងថ្មីពីក្នុងសាលាព្រោះយើងដឹងថាសាលាចំនួនថ្មីហើយនិងសាលាធម្មតាគឺខុសគ្នាអញ្ចឹងតើតើនៅក្នុងសាលាហ្នឹងយើងក៏បានដឹងថាសាលាចំនួនថ្មីមានទាំងការរៀនបែបតាម digital តើតើការសិក្សាហ្នឹងគឺពិតជាល្អសម្រាប់ខ្ញុំហើយមួយទៀតបានសាលាគឺពិតជាមានកម្មវិធីច្រើនឲ្យសិស្សានុសិស្សចូលរួមក៏ដូចជានាងខ្ញុំផងដែរនៅពេលដែលចូលទៅគឺខ្ញុំទទួលបានអត្ថប្រយោជន៍ពីកម្មវិធីក្នុងសាលាហ្នឹងគឺច្រើនតើតើនឹងការអភិវឌ្ឍសមត្ថភាពចំណេះដឹងភាពក្លាហាននិងតកតងនឹងការរៀនសូត្រនឹងអញ្ចឹងទៅដែលអាចឲ្យសមត្ថភាពរបស់ខ្ញុំនឹងកាន់តែប្រសើរជាងមុនដែលយើងអាចយកមកស្វែងយល់តកតងនឹងការប្រើប្រាស់នៃចំណេះដឹងទាំងអស់ហ្នឹងប្រចាំថ្ងៃបានគឺពិតជាល្អសម្រាប់ស្លាមនឹងអូខេបន្ទាប់ដល់សម្រាប់
អីសម្រាប់ដាស់តឿនពួកគាត់ សម្រាប់ខ្ញុំចង់ផ្ដល់ជាសារមួយទៅដល់យុវជនយើងទាំងអស់ក៏ដូចជាអ្នកដែលកំពុងមើលវីដេអូនេះដែលមានវ័យប៉ុណ្ណឹងហ្នឹងគឺអ្នកទាំងអស់គ្នានៅវ័យប៉ុណ្ណឹងគួរតែចេះឆក់យកឱកាសក្នុងការសិក្សារៀនសូត្រក៏ដូចជាពិសេសនោះគឺត្រូវចូលរួមក្នុងកម្មវិធីប្រកួតឲ្យបានច្រើនពីព្រោះបើអ្នកទាំងអស់គ្នាចូលរួមក្នុងកម្មវិធីប្រកួតបានច្រើនហ្នឹងអ្នកទាំងអស់គ្នាអាចនឹងដឹងសមត្ថភាពរបស់ខ្លួនឯងមួយកម្រិតទៀតប្រសិនបើយើងត្រឹមតែសិក្សានៅក្នុងសាលារៀនត្រឹមតែមួយមុខគឺជារឿងដ៏ល្អហើយប៉ុន្តែរឿងដែលល្អបំផុតនេះគឺត្រូវចូលរួមក្នុងកម្មវិធីបានច្រើនដើម្បីដឹងពីសមត្ថភាពរបស់ខ្លួនឯងពីព្រោះយើងដឹងហើយថាកម្មវិធីក្នុងការប្រកួតជើងដូចជានិយាយជាសាធារណៈហ្នឹងគឺបង្ហាញពីឆន្ទៈរបស់យើងផ្ទាល់អញ្ចឹងការដែលយើងចូលទៅប្រកួតហ្នឹងយើងនឹងអាចបញ្ចេញពីឆន្ទៈរបស់យើងពីខាងក្នុងមកហ្នឹងឲ្យដឹងថាសមត្ថភាពរបស់យើងគឺនៅកម្រិតណាហើយយើងអាចកែសម្រួលឬក៏អាចកែតម្រូវសមត្ថភាពរបស់យើងហ្នឹងបានបែបកម្រិតណាទៀតចា៎សូមអរគុណ អូខេតោះជាបន្តបងចង់ឲ្យនីតាផ្ញើជាសារមួយទៅកាន់បងប្អូនយើងតោះ សម្រាប់ខ្ញុំផ្ទាល់គឺអត់មានអីច្រើនទេតែបើសិនជាយើងនៅវ័យកំពុងសិក្សាហ្នឹងអ្វីដែលសំខាន់ហ្នឹងគឺយើងត្រូវតែហ៊ានចាប់យកឱកាសដោយសារតែឱកាសគឺវាមិនមែនចេះតែមាននោះទេដូច្នេះហើយបើសិនជាមានឱកាសហើយយើងត្រូវតែហ៊ានចាប់យកវាឲ្យបានព្រោះថាវាគឺពិតជាសំខាន់មែនទែនដោយសារតែយើងនៅវ័យក្មេងៗហ្នឹងគឺយើងពិតជាមានឱកាសច្រើនហ្នឹងណាបើសិនជាយើងរៀននៅក្នុងសាលាវិទ្យាល័យគូព្រេងនេះផ្ទាល់ឱកាសពិតជាមានច្រើនទាំងការចូលរួមនិងការបញ្ចេញសមត្ថភាពផ្សេងៗច្រើនទៀតបង ដូច្នេះហើយយើងត្រូវតែហ៊ានចាប់យកឱកាសដើម្បីកុំឲ្យវាកន្លងផុតទៅ clear របស់នីតាណាចាប់ឱកាសផ្លាស់វាសនាបងធ្លាប់ស្ដាប់ការប្រកួត public speaking មួយរបស់បងប្រុសស៊ូលីនប៉ៅស្គាល់គាត់ទេប្រកាសជាស្គាល់បងប្រុសស៊ូលីនប៉ៅគាត់និយាយថាចាប់ឱកាសផ្លាស់វាសនាតើឱកាសអ្វីក៏សម្បើម្លេះគ្រាន់តែចាប់ផ្លាស់វាសនាយេឃើញទេអញ្ចឹងយុវជនវ័យស្របាលនេះគួរតែហ៊ានចាប់យកឱកាសដើម្បីផ្លាស់ប្ដូរវាសនាផ្លាស់ប្ដូរចំណេះដឹងដូចជាបងប្អូនទាំងពីរនាក់អញ្ចឹងគឺចាប់ឱកាសដើម្បីផ្លាស់ប្ដូរខ្លួនឯង អូខេបងប្អូនខ្ញុំអរគុណមែនទែនសម្រាប់បងប្អូនដែលបានចុចស្ដាប់វីដេអូនេះតាំងពីនាទីដំបូងរហូតមកដល់នាទីនេះណាដែលកំពុងតែទស្សនាវីដេអូនេះហើយសិនបើបងប្អូននៅក្នុងខេត្តស្វាយរៀងហើយនៅក្នុងស្រុកស្វាយជ្រុំនេះផ្ទាល់តែម្ដងហើយបើបងប្អូនចង់រកកន្លែងដែល relax ចង់រកកន្លែងដែលខ្ញុំថាញ៉ាំកាហ្វេឬក៏អីហ្នឹងនេះបងប្អូនគ្នាអាចកលេចមកមើលទីតាំងមួយបានគឺជួបកាហ្វេដែលនៅជិតខ្លោងទ្វារវត្តស្វាយជ្រុំតែម្ដងបងប្អូនគ្នាអាចមកញ៉ាំកាហ្វេនៅទីនេះបានគឺកាហ្វេមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងមែនទែនហើយជាពិសេសគឺអ្នកលក់នៅទីនេះគឺស្អាតបាទអ្នកលក់នៅទីនេះគឺស្អាតបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងដាក់ location តាក់ទងទៅនឹងទីតាំងនៅទីនេះហើយខ្ញុំនឹងថតរូបមួយស្លឹកបង្ហាញដល់គ្នាតាក់ទងទៅនឹងទីតាំងនៅទីនេះហើយកុំភ្លេចមកជួយគាំទ្រគាត់ផងហើយទីតាំងដែលខ្ញុំកំពុងតែថតហ្នឹងគឺជួបកាហ្វេនឹងឯងអូខេអរគុណបងប្អូនអញ្ចឹងជារៀងរាល់សប្តាហ៍គីតា podcast នឹងនាំបងប្អូនដល់គ្នាឲ្យទៅស្វែងយល់ឲ្យទៅស្ដាប់តាក់ទងទៅនឹងប្រធានបទល្អៗជាច្រើនអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះសូមគោរពជម្រាបលាសូមអរគុណនិងអរគុណ